បាទថ្ងៃដែរខ្ញុំមកបង្ហាញអំពីរបៀបដាក់សម្បុកនិងថ្លឹងសម្បុកម៉ាស៊ីននេះបងប្អូនគ្នាដោយសារម៉ាស៊ីននេះគេយកមកជួសជុលដែរទេអញ្ចឹងខ្ញុំក៏មានឱកាសអាចថតបង្ហាញបានដល់ហើយយើងមកដាក់សម្បុកបងប្អូនគ្នាយើងដាក់ចូលមកបន្ទាប់មកយើងដាក់ទំនប់ហើយទំនប់របស់វាគឺមានកង្កែបមួយសម្រាប់យើងទប់សម្បុកទប់ចានសម្បុករបស់វានេះបងឃើញអត់មាននេះមួយហើយពេលដែលយើងដាក់នេះហ្នឹងគឺយើងសេរីវាចំមកនេះពេលយើងចុះចូលមកទំនប់សម្បុកហ្នឹងមានទប់ហ្នឹងគឺយើងដាក់ចំជាមួយនឹងចូលមកហើយបន្ទាប់មកយើងថ្លឹងហើយថ្លឹងមកយើងបវល់មកចូលអស់បន្ទាប់មកយើងបវល់មកចូលឡើងតិចយើងថ្លឹងចុងសម្បុកនឹងថ្លឹងវាម្ដងតិចមកដើម្បីវាត្រូវហើយការថ្លឹងសម្បុកហ្នឹងគឺយើងថ្លឹងនៅលើរុនជុលបន្តិចឬក៏ចិត្តពាក់កណ្ដាលផតមកជុលកុំឲ្យឡើងលើពាក់កណ្ដាលផតខ្លាំងពេកហើយយើងសេរីឲ្យគៀកតែម្ដងកុំឲ្យប៉ះមកជុលយើងមើលទៅឲ្យគៀកជាមួយនឹងមកជុលហើយកុំឲ្យប៉ះជាមួយមកជុលបន្ទាប់មកចាំយើងរឹតខ្ចៅវាដល់ហើយខ្ចៅរបស់វាក៏មាន3គ្រាប់ដែរយើងរឹតវាម្ដងមួយមកដូចជាវីដេអូខ្ញុំបង្ហាញអញ្ចឹងគឺយើងរឹតវាម្ដងមួយមកពេលដែលយើងរឹតវាគ្រប់ទាំង3ហើយយើងបវល់មកជុលមើលម្ដងទៀតតើវាប៉ះដែរអត់ភាគច្រើនពេលដែលយើងរឹតខ្ចៅហើយគឺសបុកវាដែរអញ្ចឹងយើងរឹតវាមកសិនមកហើយយើងបវល់មកជុលមើលតើវាប៉ះដែរអត់បើថាវាប៉ះអានឹងយើងស្រែបន្តិចទៀតទៅគឺវាត្រូវហើយបើថាវាអត់ប៉ះទេគឺអូខេដូចយ៉ាងប៉ុណ្នេះគឺអែមហ្មងដេកទាំងសាច់យឺតសាច់អីគឺអែមបន្ទាប់មកយើងចាប់ផ្ដើមចាប់ថ្មិញចាប់ស្ទះថ្មិញចូលមកគឺហើយជាការស្រេចហើយសម្រាប់វីដេអូនេះដែរបើមានការនិយាយទៅខុសឆ្គងអីសូមអធិស្ឋានផងណាបងប្អូន